កញ្ជ្រោងឃើញដូច្នោះក៏ស្ទុះរត់គេចខ្លួនយ៉ាងឆាប់រហ័សរីឯដំរីដែលមានមាឌធំនិងធ្ងន់នោះពុំអាចរត់គេចខ្លួនបានឡើយវាត្រូវបានម្ចាស់ចម្ការវាយដំជាដំណំមុននឹងវាអាចរត់គេចខ្លួនចេញពីចម្ការបានសួស្តីអ្នកទាំងអស់គ្នាវិលមកជួបនឹងខ្ញុំម្ដងទៀតហើយនៅក្នុងថ្ងៃនេះផងដែរនឹងខ្ញុំមានរឿងអប់រំខ្លីមួយដើម្បីលើកមកនិយាយប្រាប់ដល់អ្នកទាំងអស់គ្នាដូច្នេះសូមចូលរួមសម្ដាប់ដូចតទៅនៅក្នុងព្រៃដ៏ធំមួយក្បែរភូមិរបស់អ្នកស្រុកមានសត្វពីរក្បាលគឺជាសត្វដំរីនិងសត្វកញ្ជ្រោងពួកវាបានរស់នៅជាមួយគ្នានិងបានរាប់អានគ្នាធ្វើជាមិត្តពួកវារស់នៅជាមួយគ្នាយ៉ាងសប្បាយរីករាយហើយពួកវាតែងតែចែករំលែកចំណីគ្នាទៅវិញទៅមកហើយនឹងធ្វើដំណើរទៅណាមកណាជាមួយគ្នាជារៀងរាល់ថ្ងៃមួយពួកវាបានបបួលគ្នាទៅលួចស៊ីអំពៅនៅឯចម្ការរបស់អ្នកភូមិប៉ុន្តែដើម្បីឆ្លងទៅដល់ចម្ការនោះបានពួកគេគឺត្រូវការឆ្លងទន្លេដ៏ធំមួយកញ្ជ្រោងក៏និយាយថាខ្ញុំមិនចេះហែលទឹកទេពេលនោះដំរីក៏សើចហើយនិយាយថាមិនអីទេចាំខ្ញុំដឹកឯងឆ្លងទៅជាមួយគ្នាមួយសន្ទុះក្រោយមកដំរីនិងកញ្ជ្រោងក៏បានធ្វើដំណើរឆ្លងទន្លេរហូតទៅដល់ចម្ការអំពៅដោយមានសុវត្ថិភាពពួកវាក៏ចាប់ផ្ដើមស៊ីអំពៅយ៉ាងឆាប់រហ័សរហូតដល់ពុះវាឆ្អែតពេលនោះសត្វកញ្ជ្រោងស៊ីបណ្ដើរស្រែកច្រៀងបណ្ដើរហើយដោយសារខ្លាចម្ចាស់ចម្ការឮដំរីក៏បានរំលឹកទៅកញ្ជ្រោងថាសូមកុំច្រៀងឮពេកពីព្រោះបើសិនជាម្ចាស់ចម្ការឮគាត់នឹងមកវាយពួកយើងជាពុំខានតែកញ្ជ្រោងមិនស្ដាប់ឡើយវាកាន់តែស្រែកច្រៀងខ្លាំងឡើងនៅពេលនោះសត្វឆ្កែរបស់ម្ចាស់ចម្ការក៏បានឮហើយក៏បានរត់ដេញតាមសម្លេងរបស់វាហើយម្ចាស់ចម្ការក៏បានឃើញពួកវាគាត់ក៏បានចាប់យកដំបងដេញវាយសំពងពួកគេទាំងពីរកញ្ជ្រោងឃើញដូច្នោះក៏ស្ទុះរត់គេចខ្លួនយ៉ាងឆាប់រហ័សរីឯដំរីដែលមានមាឌធំនិងធ្ងន់នោះពុំអាចរត់គេចខ្លួនបានឡើយវាត្រូវបានម្ចាស់ចម្ការវាយដំជាដំណំមុននឹងវាអាចរត់គេចខ្លួនចេញពីចម្ការបានមួយសន្ទុះក្រោយមកដំរីនិងកញ្ជ្រោងក៏បានរត់មកជួបគ្នាវិញនៅឯមាត់ទន្លេដំរីក៏បានសួរកញ្ជ្រោងថាហេតុអ្វីក៏អ្នកធ្វើបែបនេះហេតុអ្វីបានជាអ្នកមិនស្ដាប់ខ្ញុំកញ្ជ្រោងក៏សើចហើយនិយាយថាខ្ញុំមានទម្លាប់ស្រែកច្រៀងនៅពេលដែលពោះខ្ញុំឆ្អែតខ្ញុំសុំទោសដំរីមិនតបតអ្វីទាំងអស់ខ្លួនក៏បានឲ្យកញ្ជ្រោងឡើងជិះលើខ្នងហើយដឹកឆ្លងទន្លេដើម្បីត្រឡប់ទៅត្រើយម្ខាងវិញប៉ុន្តែនៅពេលដែលឆ្លងដល់ពាក់កណ្ដាលទន្លេដំរីក៏បានចុះទៅកាន់តែជ្រៅទៅហាក់ដូចជាវាកំពុងតែចង់ងូតទឹកកញ្ជ្រោងភ័យខ្លាំងណាស់ក៏ស្រែកឡើងថាឯងកំពុងធ្វើអីនឹងបើសិនជាឯងចុះទៅជ្រៅបន្តិចទៀតនោះខ្ញុំច្បាស់ជាលង់ទឹកស្លាប់ជាពុំខានដំរីក៏បានសើចហើយនិយាយថាខ្ញុំក៏មានទម្លាប់ងូតទឹកនៅពេលដែលខ្ញុំញ៉ាំឆ្អែតដែរកញ្ជ្រោងក៏គិតក្នុងចិត្តតើវាកំពុងតែសងសឹកនឹងអញមែនទេពេលនោះកញ្ជ្រោងក៏បានដឹងខ្លួនខុសហើយក៏បាននិយាយថាខ្ញុំសុំទោសខ្ញុំដឹងខ្លួនខុសហើយខ្ញុំនឹងមិនធ្វើបែបនេះទៀតទេដំរីសើចហើយក៏បានដឹកកញ្ជ្រោងឆ្លងទឹកទន្លេយ៉ាងមានសុវត្ថិភាពហើយចាប់ពីថ្ងៃនោះមកកញ្ជ្រោងក៏បានកែប្រែចិត្តមិនបង្កបញ្ហាដល់អ្នកណាទៀតឡើយហើយដំរីនិងកញ្ជ្រោងពួកវាក៏បានបន្តរាប់អានគ្នាជាមិត្តល្អជារៀងរហូតដូច្នេះរឿងរបស់នាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់នៅក្នុងរឿងនេះដែរមានចំណងយ៉ាងថាដំរីនិងកញ្ជ្រោងហើយនៅក្នុងសាច់រឿងនេះដែរគឺគេចង់អប់រំយើងថាការធ្វើឲ្យអ្នកដទៃជួបទុក្ខលំបាកដោយសារការសប្បាយផ្ទាល់ខ្លួនអាចនាំឲ្យមានផលវិបាកដល់ខ្លួនឯងត្រូវចាំថាបើអ្នកធ្វើអាក្រក់ដល់នរណាម្នាក់នោះគេនឹងសងអ្នកវិញនៅការអាក្រក់ដូចគ្នាដូច្នេះនាងខ្ញុំសូមអរគុណនិងសូមគោរពលា